ក្នុងសារលិខិតនៃឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី33នៅថ្ងៃទី3ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានអ្នកផលិតមាតិកានិងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណីនិងបែបទំនើបទាំងអស់ដែលបាននឹងកំពុងបំពេញតួនាទីដ៏សំខាន់នៅក្នុងការផលិតផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈនិងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាសារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងសង្គមព័ត៌មានពិតត្រឹមត្រូវដើម្បីបង្កើនជំនឿចិត្តសាធារណៈនិងការពារស្ថិរភាពសង្គមសម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថានៅក្នុងបរិបទនៃយុគសម័យ Digital និងបញ្ញាសិប្បនិម្មិតសេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេប៉ុន្តែគឺជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាននិងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគោរពច្បាប់ក្រមសីលធម៌សុចរិតភាពវិជ្ជាជីវៈការទទួលខុសត្រូវសង្គមការរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិការធានាសុវត្ថិភាពព័ត៌មានការរក្សាព័ត៌មានសម្ងាត់របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិនិងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មានមិនមែនជាការរឹតបន្តឹងសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេប៉ុន្តែវាគឺជាការធានាទី1ការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋទី2ការធានាបាននូវសន្តិសុខព័ត៌មានដែលរួមមានសិទ្ធិទទួលបានព័ត៌មានប្រភពច្បាស់លាស់នៃព័ត៌មានគុណភាពព័ត៌មានហើយនិងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋនិងទី3ការធានាបាននូវការការពារសន្តិសុខជាតិសណ្ដាប់ធ្នាប់សង្គមនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រជាជននិងជាតិទាំងមូល